មានភ្ញៀវក៏មកឲ្យធ្វើឧបករណ៍កាត់ដុំសាប៊ូដោយសារតែចង់គាំទ្រផលិតផលក្នុងស្រុកឧបករណ៍នេះគាត់អត់ព្រមទិញពីក្រៅមកទេគាត់ដើររកអ្នកក្នុងស្រុកឲ្យដំឡើងឲ្យហើយមិនមែនតែឧបករណ៍នេះទេសូម្បីតែ material យកមកធ្វើសាប៊ូក៏គាត់ដើររករបស់ក្នុងស្រុកមកធ្វើដែរដល់អញ្ចឹង business គាត់មួយគាំទ្រដល់ business ជាច្រើនទៀតនៅក្នុងប្រទេសដោយសារតែខ្ញុំជួបភ្ញៀវដែលគាត់មានទាំងបំណងហើយនិងសន្តានចិត្តល្អឧបករណ៍នេះគឺខ្ញុំធ្វើចេញឲ្យពីចិត្តហ្មងដំបូង estimate ថាចាយពេលតែមួយអាទិត្យធ្វើទេដល់ពេលធ្វើត្រូវកែកុនថែមថយរហូតចុងក្រោយ2អាទិត្យបានរួចហើយដោយសារអត់មានដុំសាប៊ូតេស្តគឺខ្ញុំតេស្តមួយផ្លែឡឹកចំណេញបានតេស្តម៉ាស៊ីនផងហើយតេស្តមាត់ខ្ញុំដែរដោយសារតែឧបករណ៍នេះមានគំរូច្រើនមែនទែននៅក្នុងអ៊ីនធឺណិតដល់អញ្ចឹងខ្ញុំអត់សូវពិបាកទេក្នុងការស្វែងយល់ពីការ design ហើយនិងការប្រើប្រាស់ឧបករណ៍នេះអីដែលខ្ញុំព្យាយាមបន្ថែមពីលើរបស់ដែលមាននៅក្នុងអ៊ីនធឺណិតស្រាប់គឺធ្វើម៉េចឲ្យអ្នកប្រើរបស់ហ្នឹងស្រួលប្រើហើយនឹងរក material ណាដែលមានក្នុងស្រុកស្រាប់យកមកធ្វើហើយដោយសារតែខ្ញុំអត់ចាំបាច់ខ្វល់ពីរឿងដឹកជញ្ជូនធ្ងន់ឬស្រាលណែធ្វើឲ្យតម្លៃដឹកជញ្ជូនថ្លៃខ្ញុំអត់មានហេតុផលដែលត្រូវសំចៃសាច់ឈើទេធ្វើម៉េចឲ្យតែមាំហើយស្រួលប្រើទៅហើយនឹងថែមអត្តសញ្ញាណខ្លះដើម្បីឲ្យមើលទៅឧបករណ៍ហ្នឹងដឹងថាធ្វើនៅក្នុងស្រុកបញ្ហាដែលខ្ញុំជួបប្រទះនៅពេលដែលធ្វើឧបករណ៍ហ្នឹងគឺថាទម្លាប់ដែលគេប្រើរបស់ហ្នឹងគឺរបៀបម៉េចខ្សែហ្គីតា string ហ្នឹងត្រូវតឹងប៉ុណ្ណាបានកាត់ដាច់ហើយបើខ្សែហ្គីតានឹងធូរកាត់អត់ដាច់ថាត្រូវធ្វើម៉េចព័ត៌មានទាំងអស់ហ្នឹងគឺបានត្រឹមតែសួរភ្ញៀវដែលគាត់ធ្លាប់ប្រើពីមុនមកទេហើយយកមកកែកុន design ថែមថយនៅក្នុង software ធ្វើម៉េចឲ្យ mechanic នឹងមាំទៅតាមការប្រើប្រាស់ជាក់ស្ដែងប៉ុន្តែដោយសារមានរឿងច្រើនពេកដែលយើងអត់ដឹងហើយអត់អាចបញ្ជាក់បាននៅក្នុង software តលតែតម្លើងចេញក្រៅបានយើងដឹងថាមានបញ្ហាអីខ្លះដែលយើងគិតអត់អស់ហើយបញ្ហាដែលខ្ញុំជួបដំបូងគេហ្នឹងគឺថាសម្រាប់រឹតខ្សែហ្គីតាហ្នឹងគឺរឹតខ្លាំងមែនទែនពេលរឹតវាតឹងគឺវាពុតពេនតួសាច់ឈើដែលខ្ញុំភូមិចូលគ្នាហ្នឹងហើយវាធ្វើឲ្យកោងតួបោះឈើបន្តិចវាចខ្សែហ្គីតាហើយកាត់អត់ថងខ្ញុំដឹងថាវានឹងអញ្ចឹងប៉ុន្តែវាវាចខ្លាំងប៉ុណ្ណាគឺខ្ញុំអត់ដឹងទេធ្វើវាចេញក្រៅឲ្យឃើញសិនមិនដឹងថាត្រូវធ្វើអីតទៀតខ្ញុំព្យាយាមរុញគម្រោងនឹងចេញមកក្រៅឲ្យអស់ហើយដំឡើងឲ្យរួចសិនខ្ញុំដឹងថា version ទី1នេះគឺនឹងត្រូវកែកុនច្រើនពេលដំឡើងរួចខ្ញុំតេស្តដំបូងគេគឺតេស្តជាមួយតែសក់ហើយដោយការពឹងទុកមែនបើរឹតខ្សែហ្គីតាតឹងខ្លាំងកាត់ទៅគឺវាចបន្តិចបើបធូរមកវិញខ្លាំងគឺកាត់អត់ដាច់ដោយសារខ្សែហ្គីតាហ្នឹងនៅរាងខ្ពស់ក្បែរតែសក់ពេកយកតែសក់ហ្នឹងមកភ្លក់ពី3ដុំទៅក៏ដឹងថាត្រូវដោះស្រាយមិនតទៀតដោះស្រាយដំបូងគេគឺខ្ញុំប្រើប្រទេសលុយមៀវមកសក់ L មកប្រទេសយកមក support អាក់ឈើដែលកោងខ្លាំងហ្នឹងហើយទាញខ្សែហ្គីតាហ្នឹងឲ្យមកត្រង់ដូចដើមវិញចឹងទៅបន្ទាត់ខ្សែហ្គីតាគឺវាស្របគ្នាជាមួយនឹងចអូដែលខ្ញុំចង់ឲ្យវានៅស្របគ្នានឹងពីព្រោះຂະຫນាតដុំសាប៊ូដែលគេកំងឲ្យធ្វើនេះគឺកាត់រួចវានៅមួយដុំមួយអ៊ីងមកຂະຫນាតមួយអ៊ីងនេះគឺស្មើនឹង25.4មីលីម៉ែត្រក្នុងមួយដុំហើយដោយសារខ្សែហ្គីតាគឺមាន14ខ្សែចឹងក្នុងមួយសកត់នេះគឺបាន15ដុំផ្សេងគ្នាដំណោះស្រាយមួយទៀតគឺខ្ញុំត្រូវលើកកម្ពស់ខែរបស់ដុំសាប៊ូហ្នឹងឲ្យវាខ្ពស់បន្តិចពីព្រោះខ្សែហ្គីតាពេលវា stress គឺវាឡើងប្រវែងវែងជាងមុនបន្តិចដល់អញ្ចឹងវាកោងឈប់ត្រឹមបាតសាប៊ូមកបន្តិចហ្នឹងអត់ព្រមធ្លាក់ចុះមកក្រោមឲ្យអស់ទេលើកកម្ពស់បាតឲ្យខ្ពស់បន្តិចទៅទោះខ្សែហ្គីតាធូរមុំក៏កាត់ដាច់ដែរហើយនឹងគឺជាផ្នែកកាត់សាប៊ូទេមុននឹងបានសាប៊ូយកមកកាត់គឺត្រូវមានពុម្ពសាប៊ូមួយទៀតຂະຫນាតពុម្ពសាប៊ូនេះគឺបណ្ដោយ39.5សង់ទីម៉ែត្រហើយនឹងទទឹង7.5សង់ទីម៉ែត្រពេលលើកដុំសាប៊ូនឹងយកទៅកាត់គឺម្ដុំបាន25.4មីលីម៉ែត្រលើកកាត់ម្ដងគឺបាន5-10ដុំផ្សេងគ្នាហើយនឹងគំរូពុម្ពសាប៊ូនេះគឺខ្ញុំ copy ពីអ៊ីនធឺណិតផលិតផលដែលគេ review ថាស្រួលប្រើជាងគេហើយនឹងថែមកន្លាក់ឲ្យម្រាមដៃសោកទាញលបងឡើងហើយដោយសារតែសបកឪឡឹកគឺស្វិតពេកខ្ញុំចិតសបកឪឡឹកពណ៌ខៀវចោលសិនបានខ្ញុំយកមកតេស្តកាត់ចុងក្រោយហើយបន្ទាប់ពីតេស្តច្រើនដងច្បាស់លាស់ថាវាដំណើរការហើយខ្ញុំក៏ចាប់អារម្មណ៍ឃើញថាខ្ញុំឆ្អែតមែនទែនហើយក៏ដាច់ចិត្តវេចខ្ចប់ដាក់ទៅឲ្យភ្ញៀវតេស្តប្រើមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នានៅមានទៀតនៅវីដេអូក្រោយ